ជំរាបសួរពុកម៉ែបងប្អូននាងខ្ញុំណែតម៉ារ៉ានីនៅក្នុងវីដេអូនេះនាងខ្ញុំនឹងបញ្ចូលពុកម៉ែបងប្អូនអំពីរបៀបតាមផ្សិតចម្បាំងក្រៅរងដែលមិនចាំបាច់ចំហុយហើយដាំបែបជាន់ពុំចាជាដំបូងនោះគឺពុកម៉ែបងប្អូនត្រូវជ្រើសរើសដីដែលស្អាតដែរហើយបើសិនជាដីនឹងជាដីដែលបងប្អូនចាក់ដីស្រែអានោះល្អមិននឹងដាំបងប្អូនស្រោចទឹកលើដីនឹងឲ្យសើមជោគចាសាមជោគសង្កាត់ផុកឲ្យចាំបងប្អូនបាច់កបោស្លាប់មេរោគបន្ទាប់មកចាំពុកម៉ែបងប្អូនចាប់ផ្ដើមដាំចាជាន់ពុំបីក្តារជា4មកចាអញ្ចឹងមុននឹងដាំពុកម៉ែបងប្អូនត្រូវត្រៀមឧបករណ៍ដូចជាឈើបង្កោងតង់ផ្លាស្ទិកចាហើយចំបើងសម្រាប់ដាំចាអញ្ចឹងយើងត្រាំចំបើងតែមួយយប់ទេហើយយើងផ្អាប់រយៈពេល3យប់ទៅទើបចំបើងយើងកាច់ទន់ល្អអញ្ចឹងអ្វីដែលយើងត្រាំចំបើងហ្នឹងគឺយើងដាក់កាកស្កររងូក្នុងវិស័យកសិកម្មគឺគេអត់ចោលកាកស្កររងូទេចាកាកស្កររងូគឺយើងប្រើ2ដបចាស្មើនឹង1លីត្រទៅ2លីត្រហ្នឹងចាចំពោះកំបោរសគឺសម្រាប់សម្លាប់មេរោគដាក់9ក្តាប់ទេចាទៅ10ក្តាប់ប៉ុណ្្នឹងឯងយើងជន់ទឹកចំបើងរបស់យើងឲ្យលិចទៅចាបន្ទាប់មកយើងផ្អាប់យើងគ្រាន់តែស្រង់វាចេញពីទឹកហើយយើងបាយកន្ទក់ឬក៏អាចកូរក្រៀមឬក៏អាចកំបីក្រៀមដែលបងប្អូនហាវាឡើងស្ងួតឬឡើងឆ្អិនហើយច្បាច់វាម៉ត់ចាដូចកន្ទក់អញ្ចឹងដើម្បីបាចនៅលើចំបើងម្សៅផ្អាប់ចាហើយបងប្អូនអាចយកដីស្រែដែលគេភ្ជួរនឹងដំវាទៅហើយបាចនៅលើសាច់ចំបើងដែលយើងផ្អាប់នឹងទៅចាបានគឺអត់បញ្ហាបើមានដីក្តៀកាន់តែល្អចាយើងផ្អាប់រយៈពេល3យប់ហើយយើងត្រាំចំបើងរយៈពេល1យប់ពេលខ្លះបើសិនជាសាច់ចំបើងនឹងសរសៃទូចយើងត្រាំ1យប់ផ្អាប់2យប់អីទៅដាំបានទេចាចឹងវិធីសាស្ត្រជាន់ពុំនេះគឺងាយស្រួលបងប្អូនចាំថាចំបើងគឺអត់ក្លិនស្អុយទេហើយអត់ខ្មៅទេចាចំបើងដែលដាំផ្សិតបានគឺទុនអត់ក្លិនស្អុយចាអញ្ចឹងបងប្អូនត្រៀមក្តារដែលបងប្អូនវាយជា4មកហើយយកជើងជាន់បាញ់តឹងរួយមេបញ្ជាន់ហើយដាក់ចំបើងទៀតជាន់បាញ់តឹងរួយមេបញ្ជាន់ដាក់មេ2ជាន់ទៅ3ជាន់ទៅហើយផ្ទៃខាងលើគឺរយមេឲ្យសព្វចាមេផ្សិតគឺយើងលាយជាមួយនឹងម្សៅដំណើបខ្មែរឆ្អិនហើយនឹងអាហារខ្មែរចាបើសិនជាបងប្អូនមានកន្ទួលល្អលេខ1គឺបងប្អូនលាយកន្ទក់ទៀតចាអានឹងកាន់តែល្អចាដើម្បីឲ្យផ្សិតចំបើងរបស់យើងទៅបានល្អគឺត្រូវមានមេផ្សិតដែលមានគុណភាពល្អចាហើយនឹងបច្ចេកទេសរបស់យើងច្បាស់ដែលយើងផ្អាប់នឹងគឺអត់ក្លិនស្អុយមានជីវជាតិល្អហើយនឹងការថែទាំរបស់យើងនឹងចាក្រៅប្រាច់តសៃនឹងចា